អរគុណបងដែលចំណាយពេលមើលវីដេអូរបស់ខ្ញុំហើយ comment នៅក្នុងវីដេអូរបស់ខ្ញុំប៉ុន្តែខ្ញុំសង្ឃឹមថាបងមិនមែនជាជនជាតិខ្មែរដោយសារអីព្រោះតាឥឡូវហ្នឹងបងកំពុងតែប្រើប្រាស់អក្សរខ្មែរជាមួយនឹងគំនិតអវិជ្ជមានរបស់បងហ្នឹងទៅលើអត្តសញ្ញាណវប្បធម៌របស់ខ្មែរយើងតាំងពីដើមមកហើយបងនិយាយភាសាហ្នឹងមានន័យថាបងថ្មិលអត់សាសនាហើយបងកំពុងតែមើងងាយទៅលើអាជំនឿរបស់ជាតិយើងហ្នឹងណាបងនិយាយថាយ័ន្តស័ក្តិសិទ្ធិសម្រាប់តែមនុស្សងងឹតខួរល្ងងហើយណាបងទៅមើលអ្នកមានឯកឧត្តមអុកញ៉ាពូបងតាហ៊ានហើយបើអត់មានប្រយោជន៍អីអត់ស័ក្តិសិទ្ធិអត់ប្រកែមិនមែនសៀវវាចង់បានទេបើសិនជាបងអត់បានជួយអីសោះបងគ្រាន់តែហើយមិនត្រឹមតែជាជំនឿសាសនាយើងតាំងពីដើមមកឯងសម័យឥឡូវយ័ន្តខ្មែរយើងបានអូសទាញនៅភ្ញៀវទេសចរច្រើនណាស់ហើយក៏យើងបានលុយពីភ្ញៀវទេសចរច្រើនដែរតាមរយៈការសាក់យ័ន្តហើយក៏ទទួលបានចំណេះដឹងមួយច្រើនពីការសាក់យ័ន្តនឹងដែរថាវាជារបស់ខ្មែរមិនមែនជារបស់អ្នកជិតខាងយើងទេបើបងអត់មានសាសនាឬក៏បងអត់ជឿទៅលើជំនឿទាំងអស់ហ្នឹងវាជាសិទ្ធិរបស់បងប៉ុន្តែបងអត់មានសិទ្ធិមកប្រើពាក្យសម្ដីបែបហ្នឹងទៅលើអ្នកដែលគាត់បានសាក់យ័ន្តនៅលើរាងកាយរបស់គាត់ទេសួរបួរខែងលោគ្រួសាររបស់បងប៉ាម៉ាក់របស់បងប្អូនរបស់បងមានយ័ន្តឬក៏កំពុងតែសាក់យ័ន្តដែរហើយខ្ញុំគិតថាបើសិនជាខួរបងភ្លឺជាងហ្នឹងណាបងអត់ប្រើភាសាបែបហ្នឹងគំនិតបែបហ្នឹងមកលើយ័ន្តខ្មែរយើងឯង